ខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំគិតថាបានចូលរួមចំណែកច្រើនដែរបាទមិនដែលបានអង្គុយធ្វើអាំងវងទេខ្លួនឯងចូលរួមបានអីខ្លះទេបាទប៉ុន្តែបទពិសោធន៍បានចូលរួមបង្រៀនជាពិសេសនៅសាលាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបាទអ្នកគ្រូធីតានៅទីនេះហើយខ្ញុំឃើញគ្នាយើងច្រើនដែរដែលបង្រៀននៅក្នុងបាទឡូរ៉ង់អីក៏បានចូលរួមច្រើនដែរជាងបទពិសោធន៍ដែលបានបង្រៀនបាទ17ឆ្នាំនៅសាលាច្បាប់សាលា rule នេះបាទខ្ញុំអាចវាយតម្លៃបានដែរថាខ្ញុំបានចូលរួមច្រើនបាទនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ធនធានមនុស្សផ្នែកច្បាប់របស់កម្ពុជាយើងបាទខ្ញុំបានដឹកនាំគណៈមេធាវី2អាណត្តិបាទក៏ឃើញថាបានធ្វើសកម្មភាពច្រើនហើយដល់ពេលមកសរសេរនៅក្នុងនេះអត់ដឹងកាត់កន្លែងណាចោលកន្លែងណាបាទដោយសារវាច្រើនពេកហើយវាវែងតែអញ្ចឹងព្យាយាមកាត់ខ្លះប៉ុន្តែបើថាកាត់ហើយក៏ដោយក៏ដូចជានៅឃើញរឿងខាស់ដែរបាទប៉ុន្តែនេះក៏ជាបង្ហាញអំពីសមិទ្ធផលដែលយើងខិតខំប្រឹងប្រែងយើងធ្វើយ៉ាងណាដើម្បីឲ្យបានចូលរួមបាទនៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក៏ដូចជាវិស័យច្បាប់នៅកម្ពុជាយើងនិងវិស័យយុត្តិធម៌ដែរបាទឥឡូវមកធ្វើការងារជាអនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែតម្រង់ច្បាប់ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធក៏សុទ្ធតែជាការងារដែលត្រូវរួមចំណែកនៅក្នុងការធ្វើអភិបាលកិច្ចហើយនឹងការកែតម្រង់ច្បាប់និងវិស័យយុត្តិធម៌នៅកម្ពុជាយើងដែរបាទនឹងមានការផ្សព្វផ្សាយខ្លះអំពីស្នាដៃរបស់គណៈកម្មការក្នុងរយៈពេល1ឆ្នាំនេះបាទបើនិយាយទៅគឺបង្កើតទៅ2024ប៉ុន្តែបើថាដើមមែនទែនគឺពីថ្ងៃ1ខែមេសាឆ្នាំ2025មកបាទអញ្ចឹងខ្ញុំចូលធ្វើការហ្នឹងមានគ្នាមានអីគ្រប់គ្រាន់ហ្នឹងគឺថ្ងៃ1ខែមេសា2025បាទអញ្ចឹងមកដល់ឥឡូវគឺវាទៅបាន1ឆ្នាំតិចឯងព្រោះថ្ងៃមុនសហការីគាត់ស្នើសុំជួបជុំគ្នារំលឹកអនុស្សាវរីយ៍ខួប1ឆ្នាំដែរបាទប៉ុន្តែយើងគិតថាទិសដៅឬក៏របៀបគិតរបស់យើងបាទហើយខ្ញុំគិតថារបស់អាយដាមលោកជំទាវទាំងអស់គ្នានៅទីនេះដែរគឺយើងខិតខំធ្វើយ៉ាងណាគឺចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជាយើងដើម្បីបណ្ដុះធនធានមនុស្សរបស់កម្ពុជាយើងបាទហើយតាមរយៈនេះគឺចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសយើងតទៅមុខទៀតបាទអញ្ចឹងខ្ញុំក៏ជឿជាក់ដែរថាការងារផ្នែកកែតម្រង់ច្បាប់បាទក៏ជាការងារសំខាន់មួយសម្រាប់រួមចំណែកបាទនៅក្នុងការកិច្ចការងារទាំង3ដែលខ្ញុំលើកឡើងអំបញ្ញមិញនេះបាទហើយខ្ញុំក៏មិនយកពេលវេលាដើម្បីនិយាយអំពីការងារកែតម្រង់ច្បាប់ដែរបាទប៉ុន្តែមុននេះបានបញ្ជាក់ជូនអាដាមសានិតហើយថានឹងរកពេលមួយដើម្បីចែករំលែកអំពីការកែតម្រង់ច្បាប់នេះជូនទៅដល់សមាជិកសមាជិកានៃសមាគមសាលាត្រាជូរបស់យើងបាទព្រោះសុទ្ធតែជាកិច្ចការងារមួយសំខាន់ហើយដែលយើងជាអ្នកច្បាប់ត្រូវយល់ត្រូវដឹងដែរ